សូមគោរពនឹងជម្រាបសួរលោកអ្នកដែលកំពុងតែតាមដានទស្សនាកម្មវិធីហងមាសព័ត៌មានពេលព្រឹកវគ្គទី2ចាព្រឹកនេះលោកអ្នកប្រហែលជាចម្លែកចិត្តហើយដោយសារតែមានវត្តមានរបស់លោកសុខៈជំនួសឲ្យលោករិទ្ធីចាទាំងនេះដោយសារតែលោកមានរិទ្ធីមានភារកិច្ចទៅកាន់ខេត្តកណ្ដាលមានព័ត៌មានសំខាន់ដែលលោកត្រូវផលិតយកមកផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃច័ន្ទអញ្ចឹងហើយគឺថាមានភារកិច្ចចាំបាច់ខ្ញុំបាទគឺថាជំនួសលោកបន្តទៅទៀតព័ត៌មានគឺថាมันខុសគ្នាពីមុនទេគឺនៅតែទម្រង់មានន័យថាជាបទល្មើសគ្រោះថ្នាក់ចរាចរណ៍ហើយនឹងមានសារសំខាន់របស់មហាជនហើយនឹងរឿងផ្លែកដទៃទៀតគ្រាន់តែខុសរបៀបរបបនៃការនិយាយចា៎ធម្មតាមនុស្សខុសគ្នាវាការនិយាយក៏ខុសគ្នាសម្រស់ក៏ខុសគ្នាឈ្មោះក៏ខុសគ្នាដែរបាទមានព័ត៌មានវិវត្តដែលពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាបដែលបានធ្វើឲ្យបងប្អូនកម្មការនីស្លាប់ចំនួន18នាក់ស្វាយរៀងបាទអញ្ចឹងមិនថានិយាយក៏ខុសគ្នាដែរអញ្ចឹងគឺថាខេត្តស្វាយរៀងហើយទៅជក់ចិត្តនឹងព្រៃវែងហ្នឹងហើយមានការវិវត្តអំពីរឿងទំនិញដែលស្ថិតនៅក្នុងរថយន្តក្រុងដែលបុកឡានទូរីសរបស់បងប្អូនកម្មការនីហ្នឹងចាំមើលថាតើរឿងវិវត្តពាក់ព័ន្ធទំនិញហ្នឹងវារបៀបមិនខ្លះឥឡូវជម្រាបជូនទៅមកឲ្យក្តៅសាច់បងប្អូនណាបាទសេចក្តីរាយការណ៍ពីក្រមការងារដែលប្រចាំការនៅខេត្តស្វាយរៀងលោកបានឲ្យដឹងថាឥឡូវនេះគឺមន្ត្រីនៅជំនាញបានចុះទៅពិនិត្យជាបន្តបន្ទាប់នៅមុខទំនិញដែលដាក់នៅក្នុងរថយន្តក្រុងដែលបើកបុករថយន្តទូរីសរបស់បងប្អូនកម្មការនេះដែលបណ្ដាលស្លាប់និងរបួសជាច្រើននោះឯងបើហើយទំនិញដែលក្រមជំនាញចម្រុះបានរកឃើញនោះគឺថាទំនិញមានដូចជាខោអាវចំនួន102បាវខោអាវ102បាវច្រើនដែរហ្នឹងទី2គឺសាប៊ូសញ្ញារូបពពែសាប៊ូសញ្ញារូបពពែហ្នឹងគឺដាក់លក់តាមស្តាម៉ាតាមអីមកកាហ្គោចានេះខ្ញុំប្រើដែរចាមិនក្អប់ដូចពពែខាងប្រើយូរហើយចាទី3គឺ printer ចុំ printer នេះស្អីចេះ printer ត្រាចុចចុំម៉ាស៊ីន print ហ្នឹងឯង printer ហ្នឹងនៅម៉ាកត្រាចុចហើយទី4គឺស្បែកជើងនិងបាតស្បែកជើងអូយកមកតឡើងស្រុកខ្មែរនេះយកមកដេរភ្ជាប់នៅស្រុកខ្មែរហើយទី5គឺត្រចៀកទ្វារអូតូណាហើយទី6នោះមានដែកសោទ្វារទី7មានកូនសិភៅកាត់ត្លុកទី8មានកដាស់បិទជញ្ជាំងទំនិញទាំង8មុខនេះគឺថាទម្ងន់សរុបនោះវាចំនួន8550គីឡូក្រាមចិត្ត1តោនចាអីចិត្ត1តោនមិន8តោនជាងលោកអូន1តោនអេថ្ងៃនេះបើកឆាកខុសអត់មានរៀបកពើការហ្មងបាទអញ្ចឹង8550គីឡូក្រាមដែលផ្ទុកនៅក្នុងរថយន្តក្រុងហ្នឹងហើយមន្ត្រីជំនាញបានបង្ហើបថាមិនមានច្បាប់ទម្លាប់ក្នុងការនាំចូលត្រឹមត្រូវទេឯកសារមិនបានត្រឹមត្រូវទេគេបាននិយាយថានោះគឺជាទំនិញកិច្ចពន្ធចាហ្នឹងហើយកិច្ចពន្ធមិនមែនព័ត៌មានកិច្ចពន្ធទេណាចាបើតាមមន្ត្រីនគរបាលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាក្រោយពីត្រួតពិនិត្យរួចក្រុមសមត្ថកិច្ចចម្រុះហ្នឹងបានហៅម្ចាស់ក្រុមហ៊ុនស៊ុនហួរ15 SH Transport យករថយន្តម៉ាក Hyundai ពណ៌ក្រហមប្រភេទ Tourist 45កៅអីពាក់ស្លាកលេខភ្នំពេញ 3C 6336លេខល្អទៀតមកផ្ទេរសាងអីវ៉ាន់ដោយយកกระดาษបិទលើស្លាកយីហោក្រុមហ៊ុនបិទបាំងឈ្មោះក្រុមហ៊ុនដោយការពីរថយន្តដែលបុករថយន្តកម្មករដែលមានអ្នកមកហែកផ្លាកយីហោក្រុមហ៊ុនចោលដើម្បីបិទបាំងមិនទទួលខុសត្រូវហ្នឹងហើយចំពោះសមត្ថកិច្ចម្នាក់ទៀតនិយាយថាប្រសិនបើអីវ៉ាន់ឬក៏ទំនិញដែលនាំចូលពីបរទេសចូលមកកម្ពុជាតាមណាក៏ដោយគេនិយាយថាតាមណាក៏ដោយទំនិញដល់ណាគឺមានបានបង់ពន្ធនាំចូលដល់នោះបាទក៏ប៉ុន្តែទំនិញដែលរកឃើញនេះសមត្ថកិច្ចសួររកឯកសារបង់ពន្ធតាំងពីម៉ោង8ព្រឹករហូតដល់ល្ងាចតែតំណាងក្រុមហ៊ុនគ្មានឯកសារណាបញ្ជាក់ពីមុខទំនិញឬក៏បរ៉ែមបង់ពន្ធនាំចូលទេបាទអត់មានសួរតាំងពីព្រឹករហូតដល់ល្ងាចនៅតែសួរបានត្រឹមតែសួរមិនមានឯកសារបញ្ជាក់ថាមុខទំនិញនោះទទួលស្គាល់ឬក៏អនុញ្ញាតឲ្យនាំចូលកម្រិតណាតែមានតាំងកម្មកុងត្រូលមានតាំងពីមន្ត្រីគយទៅទៀតនោះបាទទើបឈានទៅដល់ការបង្កើតក្រុមចម្រុះធ្វើការត្រួតពិនិត្យស្រាប់តែនៅវេលាម៉ោង5ល្ងាចបាទបើជាមន្ត្រីគយប្រាប់ថាទំនិញគេមានពន្ធវិញតែអញ្ចឹងវិញចាចូលដល់ម៉ោង5
ស្រាប់តែមន្ត្រីគយប្រាប់ថាទំនិញមានពន្ធវិញហើយព្យាយាមបិទបាំងមិនឲ្យអ្នកសារព័ត៌មានសម្ភាសឬក៏សាកសួរពីចំនួននិងប្រភេទមុខទំនិញសោះដោយប្រាប់ថានេះជាកិច្ចការគយអ្នកកាសែតមិនបាច់ចង់ដឹងទេបាទមិនបាច់ចង់ដឹងទេអានេះឆ្លើយទេបានព្រោះឆ្លើយថាខ្ញុំសុំមិនអត្ថាធិប្បាយទេព្រោះកំពុងតែដំណើរការនឹងព្រោះការទូតបាទតែទន្ទឹមនឹងករណីខាងលើនេះមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានបង្ហើបឲ្យដឹងថារថយន្តទេសចររបស់ក្រុមហ៊ុនស៊ុនហួរ 15 SX នេះភាគច្រើនគឺមិនសូវឃើញដឹកអ្នកដំណើរនោះទេអាយ៉ាគឺគេដឹកតែទំនិញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតឆ្ពោះមករាជធានីភ្នំពេញរាល់តែថ្ងៃហើយក្នុងមួយថ្ងៃមានរហូតដល់ទៅជិត10គ្រឿងឯណោះមិនដឹងថាមន្ត្រីគយបានត្រួតពិនិត្យបងប្អូនដែរឬក៏អត់ទេហើយពេលរថយន្តចូលមកដល់មាត់ច្រកបានតែ5ទៅ10នាទីប៉ុណ្ណោះគឺគេសម្រួលឲ្យចេញទៅភ្លាមមិនទុកឲ្យយឺតយូរនោះទេហើយនេះបើគុំតែបើកបុករថយន្តកម្មការនេះកុំអីគ្មានអ្នកណាដឹងថានៅខាងក្រោមរថយន្តនេះគេបង្កប់ទំនិញរាប់តោនបែបនេះដែរហើយព្រោះថាគឺថាអីអាហ្នឹងនឹងព្រោះថាម៉េចកុំតែបុកគឺយើងអត់ដឹងទេបងបាទអត់ដឹងទេចំពោះទំនិញទាំង8ប្រភេទដែលរកឃើញនៅក្នុងរថយន្តខាងលើនេះមន្ត្រីសាខាគយខេត្តស្វាយរៀងបាននិយាយថាចាំមើលគាត់និយាយថាម៉េចទំនិញទាំងនេះគេមានបង្កាន់ដៃបងពុនត្រឹមត្រូវហើយប៉ុន្តែបង្កាន់ដៃបងពុននោះរូបរាងដូចម្ដេចនៅឯណានោះគេមិនបានបង្ហាញជាសាធារណៈនោះទេគឺមន្ត្រីគយទាំងនោះអាងត្រឹមតែមាត់ទៅទីប៉ុណ្ណោះដែលឡៃស្នងការនគរបាលខេត្តស្វាយរៀងលោកឧត្តមសេនីកើងខឿនបាទបានបញ្ជាក់ថាទំនិញទាំង8មុខនោះគឺមានពន្ធតែ2មុខប៉ុណ្ណោះចំណែកឯ6មុខទៀតគ្មានពន្ធទេណាអញ្ចឹងលោកស្នងការលោកបញ្ជាក់ថា2មុខមានពន្ធ6មុខទៀតអត់មានពន្ធប៉ុន្តែខាងគយដែលជាអង្គភាពជំនាញលោកថាមានប្រកាន់ដៃមានពន្ធត្រឹមត្រូវរបស់គេហើយរហូតដល់ល្ងាចថ្ងៃទី21ខែឧសភានេះទូរទស្សន៍ហងមាសមិនអាចរកការបំភ្លឺពីលោកប្រធានសាខាគយរដ្ឋកោខេត្តស្វាយរៀងបានទេហើយចំពោះការចាត់ចែងទៅលើមុខទំនិញទាំងអស់ដែលបានរកឃើញនេះខណៈដែលទំនិញទាំងនោះកំពុងតែរក្សាទុកនៅសាខាគយខេត្តស្វាយរៀងនៅឡើយបាទអញ្ចឹងមានន័យថាទុកនៅសាខាគយខេត្តស្វាយរៀងនេះគឺជាការលើកឡើងរបស់នៅគេហៅថាអាជ្ញាធរឬក៏សមត្ថកិច្ចផ្នែកផ្សេងបើទោះបីជាផ្នែកផ្សេងក៏ប៉ុន្តែគាត់ក៏អាចយល់ដឹងអំពីគេហៅថានីតិវិធីនៃការនាំចូលនាំចេញបានដែរមែនទេហើយជារួមទៅគេមានគណៈកម្មការត្រួតពិនិត្យចម្រុះមួយលើមុខទំនិញទាំងអស់ហ្នឹងថាតើមុខទំនិញទាំងអស់ហ្នឹងមានពន្ធឬក៏មិនមានពន្ធប៉ុន្តែសេចក្តីរាយការណ៍បានបង្ហើបថាតាំងពីព្រឹករហូតដល់ល្ងាចមកគឺជំនាញគេសួរថាតើខាងក្រុមហ៊ុនហ្នឹងមានបង្កាន់ដៃមានពន្ធទេលើមុខទំនិញទាំងអស់ហ្នឹងគឺអត់បង្ហាញរហូតមកដល់ម៉ោង5តិចតួចបានខាងគយលោកចេញមកប្រាប់ថាមានពន្ធមានប្រកាន់ដៃរបស់គេហើយអ្នកកសែតចង់ឃើញចង់ដឹងឲ្យច្បាស់លាស់អំពីបញ្ហាទាំងអស់នោះគាត់ប្រាប់ថាកុំចង់ដឹងរឿងកិច្ចការរបស់គយទូឲ្យគយជាអ្នកសម្រេចបាទតែដល់ពេលលោកស្នងការខេត្តស្វាយរៀងលោកថាមាន2មុខមានពន្ធតែ6មុខទៀតអត់មានពន្ធឥឡូវនេះទុកជូនទៅគណៈកម្មការចម្រុះត្រួតពិនិត្យទៀតទៅចុះប៉ុន្តែរឿងដែលសំខាន់នោះគឺវាពាក់ព័ន្ធទៅនឹងការដំណើរការក្តីចំពោះអ្នកដែលបើករថយន្តហើយបុករថយន្តកម្មការនីគ្រាន់តែទទួលដំណឹងថាគេឃុំខ្លួនបណ្ដោះអាសន្នរួចទៅហើយមិនដឹងថាបើកសវនាការនៅពេលណាទេហើយចំពោះសំណងក៏យើងមិនទាន់ទទួលបានព័ត៌មានច្បាស់ការថាតើខាងក្រុមហ៊ុនរថយន្តក្រុងនេះទូទាត់សំណងដោយរបៀបណាដែរប៉ុន្តែប្រហែលជារថយន្តក្រុងហ្នឹងមានធានារ៉ាប់រងហើយអញ្ចឹងគឺត្រូវវេទៅឲ្យធានារ៉ាប់រងជាអ្នកមកទូទាត់ជាមួយនឹងគ្រួសារសពនិងគ្រួសាររងគ្រោះណាគ្រួសារសពនិងគ្រួសាររងគ្រោះគ្រួសារសពគ្រួសាររងគ្រោះមានសិទ្ធិនៅក្នុងការទាមទារសំណងការខូចខាតសំណងជំងឺចិត្តណាទៅតាមការគិតរបស់ខ្លួនថាតើយើងគួរទាប្រមាណប៉ុន្តែខ្ញុំមិនប្រាប់ថាឲ្យទាឲ្យច្រើនទៅទេទាប្រមាណគឺស្រេចតែបងប្អូនឲ្យសមហេតុសមផលទៅតាមទំហំនៃការបាត់បង់ទំហំនៃការប៉ះពាល់អារម្មណ៍ដែលយើងបាត់បង់សាច់ញាតិហើយខាងក្រុមហ៊ុនធានារ៉ាប់រងបើសិនជាទូលបន្ទុកដោះស្រាយក៏យើងត្រូវគិតអំពីអារម្មណ៍របស់មនុស្សដែរ
mình men miên nơi tha lui mà mơn smart nâng chỉ vứt mũi tê rồi còn lui pi mơn smart nâng chỉ vứt mũi tê dân thời kết thay kế bắt bóng sạch nhiệt hay bị pa po đào ở rầm bọc kia là bị mày chân dân tu toát sầm non mũi nát đài ai thôi ai ở rầm bo nè ruộng nơi chỉ sạch nhiệt chỉ côn cầm pria chia mà đai nè bạt côn bong bạt ôn nâng ở việc khai ta chất hồn ta kia bị xăm rôm đai thứ mấy kia mình cho anh miên cạn này cạn làng tê còn này cái tu toát sầm non ở dưới còn bị xăm rôm đai đây là riêng sầm non mình men lúc từ riêng pro một toàn tê nè đại báo nơi tay chỉ nè bằng cọ đại lệ bà hỏi cho mà hạt chun lưu ban tay để sầm nôm po ở khai thà khang sa thiên nạ cá chum rọn tới rọn tới cái su sa thiên nạ cá lúc tay để pin đất mưa phong đai âm pi là bươn rồi bỏ rột chun krong âm pi kha thư chả ra cho rồi bỏ rột chun krong tiếng đất cầm linh tiếng đất nẹt đầm na hỏi bà sân chia krom hôn na muôi tay để bằng co cru thân nạ bảo lươn hua hai mình bật thoi là bươn mình có rúp ta mà nhà ban thế cua tại bạ bật đỏ xoắn nơi ở nhà ban nông rồi có đo ở nhà ban quạt chàoวันนี้ขยมเมียนในท่าเอาดอกอัญญาบันระบอกกรมพลส่วนหัวนี่เต้นนะนี่ยี่ขนมนี่อยู่ตู้เตยที่ลูกประเทศกรมพลท่าขยมเอาดอกเหมือนเตะป่าเอาคนน่ะเลยนี่คือขยมส้มจุ่มเรียบจูนกาวิวัดแต่ตำนั่งให้จุ่มพวกปอนบองหรือก็ขโมยปอนดอกเตยเทียดได้เมียนกรมครูซาแต่ตัวโบราณเพียบหรือก็บุพิกาเซ็งน้องคือท่าแต่ตัวบ้านในจุ่มนุยเลือกตึกเจ็ดโจรวมโรงเรียนตบปีรีรอดทาปีบ้าปีการกบาลกระหอบกัมพูชีปีสหจีบเซ็งปีกรรมกอจีสักnhiệtหรือก็จีบองปอนทัวการรวมขึ้นยี่จุ่มมวยน้องจีเรื่อยๆต่อเพียรให้เบลาเชียดในระบบสังคมสังคมจีระบบรีรอดทาปีบ้านนึงกึศกู้ปีโกนโยบายจีบรรทมตัวแต่ขยมบานจีเบียบจูนกาปีทั้งไงการให้บรรทมปีมาทั้งไงมาให้ทางเรียบจอมระเบียบไม่ดับใบบองปอนนั่นคือจะตัวบ้านในพอประหยัดนั่งเอาคนในสมจูนเนตีเตอร์กับงานดีนาวันเรามาสมจูนใช่เอาบรรทอปีลูกสุขนิ่งขยมสมจูนปอดมินในแต่ตรงจมูกนั่งกรุธนาจราจรคือสตรีอันนี้กระจุนมันแนบบางรถยนต์บกบานเนี่ยปูใจเพลิดบะออกประมวยกล่องรถยนต์เล็กซีบวน105บักบอดาวสตรีอันนี้กระจุนเนี่ยยัยพิซซ่าขมายมันเซิร์ชบ้านมันเนี่ยบักบอแต่งทมคลันซาบานเรจงโกตบกบานเนี่ยปูใจเพลิดเป็นตุ่มหังบรรดาหลักบักบานเนี่ยนั่งรถบังทมอออกประมวยกล่องเนอตุมกมาแชมันโดนอบรมวิจิจิเวะมัตเพียบกัมพูชีจุปนเพลิดมุนีวงสังกัดสาดำทะเกอคันจำการมอนการปีเวลีมองใบเตียบเพลิดไงตีมาไพปีไข่อุสเพียประพบปอดมีนปีสตรีจีอันนี้กระจุนมินวัย30 ชนจีเนบักรถยนต์เล็กซี่บน105ปอตึกเมียบานปรับสมัติกันใหญ่ดังแท้มุนเปการให้กดบานเตอร์พักซี่จีมวยหนึ่งมัดแพะในหางมวยบรรไตมันจีสวังคลังเต้รุ่ยให้บานจูนมัดแพะตลับเตอร์เตะเว่งโดยบานชบโจบซาตุ่มเนิบเต็งสาเบียดอกมวยแก้ดักในขนมรถยนต์พองได้ลูกเจงปีจูนลูกเจงหมกปีจูนเว่งให้บักรถยนต์ตลับเตอร์กันไหลสนัดเนอโดยเฟิร์ดำน้าปีจึงเตอร์บงหมกดอจำนวนขังเลอบานเรจงโกตบกบานเนี่ยใจเพลิดเป็นตุ่มหังเพื่อบักบานเนี่ยนั่งรบบังทมอปูใจเพลิดเอาประมวยกองจำนายรถยนต์บังก็สรมวยกำนัดมกหนึ่งใบดอกสระได้เติบหนึ่งเต็งดักขนมรถยนต์นูกลายเปกัดให้เปได้สตรีจีเนะบักบอรถยนต์เคยเนี่ยโยปอดเมนเตทอดรูปเพียบคือกดแทกลมทอดกดกดมาเกน่าปันใต้บะจังทอดกดมันประกันเตทอดแต่ตรมแต่รถยนต์เตบานให้แจมให้รถยนต์บังก็ตระบานสมัติกัจสตูดิโอแต่ดอกสไลในการยาไลนกบาจราจรเพลิดโกรวมจิมวยสตรีจีเนะบักบอตระบานคอดคลุ้นนำใบแต่สูนอมแจมบ่าเนี่ยกอดสนาส้มเจ้ซ้ำกูบกอดมันเลยให้กันนากีสนาส้มโดยซ้ำกูจังคือถ้ายืงก็เตยมีนกรอมใส่เหล็กทอขนมการมันถอดได้กับเอาแต่จังเมาหังซาโดยปีสมได้หังซาแต่งกายวิกาแต่งกับเรามาไอ้ทอดอันใส่นั่นคือถ้ายืงปราศจากบะยืงได้ทอดแต่มั้งแต่บกอดสนาส้มโดยสู้จังยืงเถอะกรุบสิทธิ์นี่ตัวจะเมาอันนั้นคือนี่ก็จอมมีนปัญหาได้ไหมเนี่ยบางจังยืงกรุบสิทธิ์นี่ตัวจะเมาเตยวิจอบสอบกรุบไปบรรทุกใบยางนาก็ได้คือทำขมายยืงแต่จะมีการสันดอกเราเป็นในแต่วิ่งแต่มาโยคนนี้ก็เอาแต่คลังดักนี่แต่คลังขมายลีแต่ซอลีก็แต่เดินกลับหมอขมายบ้านนี่จะขมายถ้าสู้มันเป็นบอกอ๋อลิงใบเกาะก็มีเนื้อดูเอาแต่แบบบ้าชนังใบก็เจ้ากุบซะนะปรับ
ហ្នឹងមិនច្រឹកខ្ញុំទេច្រឹកសង្កេតទូទៅចាធម្មតាទេមនុស្សនៅពេលដែលគាត់ខឹងខ្លាំងគឺគាត់ទប់អារម្មណ៍អត់បានគាត់តែងតែមានការបញ្ចេញកំហឹងរបស់គាត់ប៉ុន្តែយើងអត់អាចអាងលើហេតុផលហ្នឹងហើយយើងរបៀបថាមានលេសដើម្បីបង្កជាអំពើហិង្សាទៅកាន់អ្នកដទៃនោះទេចាហ្នឹងហើយអ្នកខ្លះប្រើវិធីហ្នឹងប្រើលេសដើម្បីធ្វើសង្គ្រាមដូចសង្គ្រាមលោកលើកទី2លើកទី1អីហ្នឹងណាគឺគ្មានមធ្យោបាយអីគឺធ្វើជាកម្មករដើម្បីឲ្យកើតចេញជាលេសថាអូអាហ្នឹងចឹងវាយទៅបាញ់មកគាត់បាញ់ដាក់អាហ្នឹងវាចឹងបាទអរគុណឥឡូវបន្តទៀតមិនចឹងណាចាឥឡូវនេះខ្ញុំសូមបន្តចូលមួយរឿងទៀតគឺគ្រូបង្រៀនឆ្លៀតពេលយប់រត់ម៉ូតូឌុបត្រូវចោលប្លន់វាយកទូរស័ព្ទដៃចាដោយសារតែជីវភាពខ្វះខាតលោកគ្រូបង្រៀនម្នាក់ឆ្លៀតពេលទំនេរទៅរត់ម៉ូតូឌុបចាហើយបាយជាត្រូវជនសង្ស័យមួយក្រុមវាប្លន់យកទូរស័ព្ទ iPhone 4 មួយគ្រឿងដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 1:05 នាទីរំលងអាត្រាតឈានចូលថ្ងៃទី 22 ខែឧសភាចំណុចមុខធនាគារ AC Lida តាមបណ្ដោយផ្លូវលេខ 289 សង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោកបើតាមសម្ដីរបស់ជនរងគ្រោះមានឈ្មោះថាខៀវចន្ទថាភេទប្រុសអាយុ 29 ឆ្នាំមុខរបរជាគ្រូបង្រៀននៅសាលាសហប្រតិបត្តិការអន្តរជាតិស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌទួលគោកមានស្រុកកំណើតនៅភូមិតាកុកឃុំត្រពាំងស្ដៅស្រុករមីហែកខេត្តស្វាយរៀងបានរៀបរាប់ឲ្យដឹងថាមុនពេលកាត់ហេតុគឺរូបគាត់បានដឹកម៉ូយជាស្ត្រីម្នាក់ចេញពីផ្សារអូរិស័យទៅផ្សារសំហាន់ដែលស្ថិតនៅក្នុងភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌរិស័យកែវលុះពេលត្រឡប់មកវិញដោយជិះម៉ូតូគប់ជ្រុង C50 ពណ៌ទឹកសមុទ្រក្នុងទិសដៅពីកាត់ទៅលិចមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា4នាក់ថ្មើរជើងបានព្រួតគ្នាវាយទៅលើរូបគាត់បណ្ដាលឲ្យបាក់ធ្មេញអស់ពីរហើយប្លន់យកទូរស័ព្ទ iPhone 4 ពណ៌សមួយគ្រឿងទៅបាត់ដោយសុវត្ថិភាពក្រោយពេលកាត់ហេតុលោកគ្រូគឺបានរាយការណ៍ទៅសមត្ថកិច្ចនៅក្បែរកន្លែងកាត់ហេតុតែសមត្ថកិច្ចហាក់ដូចជាមិនអើពើទេនេះគឺជាការលើកឡើងរបស់លោកគ្រូហ្នឹងលោកសុខៈចាដល់ពេលអញ្ចឹងទៅទើបលោកគ្រូបើកម៉ូតូតាមបណ្ដោយផ្លូវ 289 ពីទិសដៅពីកាត់ទៅត្រឡប់ទៅផ្ទះវិញដោយអត់មានដាក់ពាក្យបណ្ដឹងអ្វីនោះទេចាហ្នឹងហើយចឹងគាត់ទៅប្រាប់អង្គបាលដែរចាគាត់ទៅប្តឹងវិភាគទៅរាយការណ៍ចាទៅសមត្ថកិច្ចដែរគាត់បញ្ជាក់នៅក្នុងនឹងថាសមត្ថកិច្ចនឹងគឺហាក់ដូចជាអត់អើពើជាមួយនឹងករណីរបស់គាត់ទេចាដល់ពេលអញ្ចឹងគាត់ក៏អត់ដាក់ពាក្យបណ្ដឹងឲ្យទៅផ្ទះតាមធម្មតាតែចាពេលគេយកទូរស័ព្ទបាត់ទៅ iPhone 4 ប្រហែលខ្ញុំវាមិនដែលប្រើគេឥឡូវហ្នឹងប្រហែលជាដោយសារយើងដល់ iPhone សេកហើយយើងអត់នាងខ្ញុំអត់ដឹងថាវានៅតម្លៃប្រហែលទេចាហ្នឹងយើងប្រើតែ iPhone 7ចាប្រើចុច7ចឹងអត់ដឹងអានឹងមើលទូបានហ្នឹងប្រាប់ចានិយាយក្នុងទឹកក៏បានដែរឲ្យយើងរួមថងវាចិត្តបាទឥឡូវចេះឥឡូវរឿងនេះវាចេះតែកើតមានហើយបងប្អូនក៏ធ្លាប់តែជួបយើងអត់ចង់ឲ្យមានចង់ដោយសារតែរដ្ឋាភិបាលលោកក៏ពង្រឹងមែនតែនចាប់ពីនេះតទៅអំពីគេហៅថាធ្វើយ៉ាងម៉េចឲ្យថែរក្សានៅសណ្ដាប់ធ្នាប់សន្តិសុខសង្គមឲ្យបានល្អប្រសើរចា៎ធ្វើយ៉ាងម៉េចយើងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង9ចំណុចគ្មានចោលលួចចោលប្លន់ចោលរកម្មភ្លើងឆេះផ្ទះគ្រោះថ្នាក់ចរាចរណ៍ណាស្អីណាហិង្សាក្នុងគ្រួសារគ្រឿងញៀនគ្រឿងញ៉ាំងអីហ្នឹងគឺថាមិនចង់ឲ្យមានប៉ុន្តែវាត្រូវតែមាននៅក្នុងសង្គមវាអត់ទេអាហ្នឹងប៉ុន្តែយើងបង្ការយើងបង្ក្រាបណាយើងធ្វើឲ្យរៀងចាលហើយអ្នកណាគឺជាអ្នកចូលរួមនគរបាលមូលដ្ឋានហ្នឹងហើយដែលមានគ្រប់ផ្នែកទាំងអស់នគរបាលចរាចរណ៍នគរបាលគីភ័យនគរបាលរដ្ឋបាលនគរបាលព្រំប្រទាននគរបាលទេសចរនគរបាលសេដ្ឋកិច្ចមកកំភ្លូហ្នឹងនគរបាលបេតិកភណ្ឌទៀតមិនស្រួលហ្នឹងបាទនគរបាលព្រំដែនទៀតវាមានប្រភេទអញ្ចឹងបាទហើយដល់ពេលនៅពេលដែលគេទៅប្រាប់អំពីដំណឹងស្ដីអំពីបទល្មើសកើតឡើងយើងធ្វើដូចជាមិនដឹងមិនលឺអីចេះចុះទៅគឺថាវានាំឲ្យទុកឱកាសដល់ជនប្រព្រឹត្តបទល្មើសហើយដល់ពេលគ្នាដែលរងគ្រោះនេះសញ្ញាចិត្តឈឹងហ្មងបាទចរិតព្រំប្រទានគឺពេលខ្លះគេក្រន់តែជាការផ្ដល់ដំណឹងទៅទេហើយយើងកាលណាលឺដំណឹងអញ្ចឹងវឹកចាត់ចែងកិច្ចការងារភ្លាមធ្វើកំណត់ឲ្យទទួលបណ្ដឹងឬក៏បែងចែកក្រុមបដិញ្ញជំនាញតាមឃ្លាំមើលបោះដៃទៅប៉ុស្តិ៍ផ្សេងអញ្ចឹងជាដើមទៅឲ្យឃ្លាំមើលចេះយើងអាចនឹងឃើញសញ្ញាជនសង្ស័យដល់ពេលយើងធ្វើមិនដឹងមិនលឺហើយមិនទទួលពាក្យបណ្ដឹងហើយពេលខ្លះបែរជានិយាយប្រាប់ថាមកពីជនរងគ្រោះអត់បណ្ដឹងផងអត់ទៅសេប្តឹងផងគ្រាន់តែប្រាប់អាប្រាប់នោះមានន័យថាប្តឹងចាហើយជួនកាលដូចនាងខ្ញុំចាំករណីដែលថាដាក់ GPS អ្នកបើកបររថយន្តរោងចក្រយកការគេទៅលក់តែប្តឹងរុញទៅរុញមកចារុញទៅរុញមករហូតដល់បើសិនជាពេលហ្នឹងសមត្ថកិច្ចព្រមទទួលចាគឺចាប់បានបាត់ហើយចានិយាយតិចចាប់បានបាត់ហើយប៉ុន្តែគាត់ទៅជាអញ្ចឹងទៅ
ខ្ញុំអត់យល់ដែរពេលខ្លះប៉ុន្តែក្រែងលោកអ្នករងគ្រោះចេះតែថាបើចេះតែថាខុសខ្លួនឯងបងអ្នករងគ្រោះឬក៏បងប្អូនទូទៅយ៉ាងហោចណាស់យើងដល់ដំណឹងពុតទៅហើយលេខទូរស័ព្ទនគរបាលភាគច្រើនលោកបានដាក់តាមផ្ទះតាមសបែងតាមស្ថាគារតាមផ្ទះសំណាក់អីផ្សេងដាក់មេប៉ុស្តិ៍អនុប៉ុស្តិ៍ប្រចាំបញ្ជីអីហោហែទៅទូរស័ព្ទរើងទៅបាទប៉ុន្តែទូរស័ព្ទទៅលើកផងដល់លើកចាប់ទៀតហើយលើកហើយគឺចាត់ការផងអត់ចាត់ការអដែលដាក់មកទៅអីខ្ញុំការរੂបាយផ្សាយអត់មានអ្នកលើកចប់ទេហ្មងបាទអរគុណនៅទូរស័ព្ទខ្ញុំរੂដែរទៅពេលនិយាយចឹងអរគុណឥឡូវទៅមួយទៀតនិយាយប៉ុណ្ណឹងបានកុំនិយាយច្រើនពេកគាត់ថាយើងតម្លាក់កំហុសទៅលើគាត់ក៏ប៉ុន្តែនៅក្នុងនោះក៏មាននគរបាលគេល្អប្រសើរគេខ្នះខ្នែងជួយបង្ការជួយទប់ស្កាត់បង្ក្រាបបទល្មើសដែរយើងនិយាយមកករណីតូចប៉ុន្តែមានគេច្រើនគេធ្វើល្អអញ្ចឹងយើងកុំគេហៅថាបង្អាប់ទាំងស្រុងមិនមែនបង្អាប់ទេនេះលើកឡើងពីបញ្ហាដែលអសកម្មហើយយើងក៏លើកឡើងពីកិច្ចការងារដែលនគរបាលផ្សេងគេធ្វើអត់ល្អមិនអញ្ចឹងទេអរគុណឥឡូវបន្តរឿងទៀតកញ្ញាចាឥឡូវនេះនឹងខ្ញុំសូមបន្តចូលមួយរឿងទៀតអំបញ្ញមិញគឺជាករណីប្លន់តែឥឡូវនេះគឺជាករណីឆក់វិញម្ដងដែលចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញត្រូវចោលឆក់ម៉ូតូចាស្អ៊ុនឆក់ម៉ូតូគឺត្រូវចោលឆក់កាបូបធ្លាក់ពីលើម៉ូតូដួលសន្លប់ចោលឆក់ម៉ូតូធ្លាក់ពីលើកាបូបសន្លប់បាត់ហើយបងប្អូនអើយចាថ្ងៃនេះអារម្មណ៍ដូចអត់សិននៅក្នុងខ្លួនធម្មតាទេក្មេងប៉ះក្មេងបដូរដៃគូចាឥឡូវនេះនាងខ្ញុំសូមជម្រាបជូនព័ត៌មាននារីជាបុគ្គលិកក្រុមហ៊ុនម្នាក់ចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញត្រូវជនសង្ស័យ2នាក់ធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេចបណ្ដាលឲ្យនារីរងគ្រោះធ្លាក់ពីលើម៉ូតូដួលសន្លប់ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 10:15 នាទីយប់ថ្ងៃទី21 ខែឧសភានៅចំណុចមុខផ្ទះលេខ 11AB ផ្លូវ230សង្កាត់ទឹកឡក់ទី3ខណ្ឌទួលគោកប្រពន្ធព័ត៌មានពីសាច់ញាតិនារីរងគ្រោះបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុរូបនាងបានចេញពីធ្វើការនៅម្ដុំវិមានឯករាជ្យសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនហើយបានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌សលាយក្រហមគោលបំណងត្រឡប់ទៅផ្ទះនៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខលុះធ្វើដំណើរមកដល់ផ្លូវ230ជាកន្លែងកាត់ហេតុក៏លេចមកជនសង្ស័យមានគ្នា2នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅអត់ចាំស្លាកលេខបានជិះមកអែបចិត្តហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់នារីរងគ្រោះតែមិនបានសម្រេចបណ្ដាលឲ្យនារីរងគ្រោះធ្លាក់ពីលើម៉ូតូដួលរលត់ដៃជើងសន្លប់ចំណែកជនសង្ស័យវិញគឺបានបន្ថែមលបឿនជិះបាត់រត់គេចខ្លួនបាត់សមោលទៅក្រោយពេលកាត់ហេតុអ្នកឃើញហេតុការណ៍ជួយគក់ច្របាច់បានមួយសន្ទុះនារីនោះក៏ដឹងខ្លួនឡើងវិញហើយបានតាក់ទងហៅគ្រួសារមកដឹកតាមរមាក់ម៉ូតូត្រឡប់ទៅព្យាបាលរបួសដោយខ្លួនឯងនារីរងគ្រោះបានបង្ហាប់ឲ្យដឹងថានៅក្នុងកាបូបដែលចោលឆក់មិនបានសម្រេចមានទូរស័ព្ទមួយគ្រឿងនិងលុយមួយចំនួនបងអើយទុកឲ្យស្រួលបួលអីបងអីក្មេងតែបងស្រីអើយទុកណាបងអូនបាទហ្នឹងហើយចប់ហើយចាចប់ហើយបន្តមួយរឿងទៀតទៅហ្មងទៅបាទចាបន្តពីរឿងនេះខ្ញុំសូមជូនទៅមួយរឿងទៀតគឺចេញពីហូបការបើករថយន្តបុកម៉ូតូឈប់នៅតាមចិញ្ចើមផ្លូវពីអ្នកប្តីប្រពន្ធចេញពីហូបការបើករថយន្តទៅបុកម៉ូតូឈប់ចតនៅតាមចិញ្ចើមផ្លូវបញ្ច្រាស់ទិសដៅចរាចរណ៍បណ្ដាលឲ្យខូចខាតម៉ូតូនិងរងរបួសស្រាលដែលគ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង 10:30 នាទីយប់ថ្ងៃទី21 ខែឧសភានៅទល់មុខក្លឹប Blue Line តាមផ្លូវលេខ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមនតាមប្រភពព័ត៌មានបានឲ្យដឹងថារថយន្តម៉ាកកាមេរីឆ្លាមពណ៌ទឹកប្រាក់ជិះគ្នា2នាក់ប្រុសម្នាក់និងស្រីម្នាក់ទើបនឹងចេញពីហូបការបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងអ្នកបើកបរមានធំក្លិនស្រាមកដល់ចំណុចខាងលើម៉ូតូម៉ាក MSX ពណ៌សជិះគ្នា2នាក់ដែលឈប់រងចាំមិត្តភ័ក្តិក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ដែលឈប់នៅខាងឆ្វេងដៃក៏ត្រូវរថយន្តបើកមកដល់បានរេចង្កូតទៅបុកម៉ូតូដួលរងរបួសស្រាលតែខូចខាតម៉ូតូក្រោយពេលកាត់ហេតុដោយខាងភាគីទាំងពីរព្រមចរចាគ្នាគឺម្ចាស់ម៉ូតូទាមទារសំណង$200តែខាងរថយន្តនឹងគេឲ្យតែ$30ទេប៉ុន្តែអត់ត្រូវគ្នាអញ្ចឹងចុងក្រោយរថយន្តខាងរថយន្តនឹងគេសង$60ដើម្បីបញ្ចប់រឿងឥឡូវចប់ហើយរឿងហ្នឹងណាចាបាទល្អណាស់អញ្ចឹងវាហេតុភេទអីបានទៅជារេចកូនវាគ្មានគេហៅថាតាមបណ្ដាខេត្តតាមអីផងណាចាគាត់ចេញពីស៊ីកាគេក៏ហូបការចាអស់ការគេមករោងបាត់ហើយណាហ្នឹងហើយអាហ្នឹងវាពិបាកដែរគឺថាឲ្យមានការប្រុងប្រយ័ត្នឲ្យមានការគេហៅថាមើលទៅមុខសម្លឹងឲ្យឆ្ងាយអញ្ចឹងទៅពេលខ្លះគឺថាមិនបានមើលទៅវាបន្លំមើលអត់ឃើញម៉ូតូនេះចាហើយនៅមួយចតប្រច្រាស់ទៀតខាងស្ដាំដៃទៅមកប៉ះអាអ្នកដែលគេចតប្រច្រាស់ណាបងអូនឯងចតប្រច្រាស់ហ្នឹងវាមួយរឿងទៀតចាគេអត់ឲ្យប្រច្រាស់ទេចតក៏ដោយធ្វើដំណើរក៏ដោយកាលណាដល់ពេលយើងចតប្រច្រាស់អញ្ចឹងមានរឿងមានហេតុគឺកំហុសមួយចំណែកធ្លាក់លើយើងដែរ
បើគេត្រូវសងយើង$100អញ្ចឹងទៅគេអាចនៅត្រឹមតែ$60អញ្ចឹងក៏មានដែរអាហ្នឹងទៅតាមច្បាប់ទៅតាមការពិចារណារបស់អ្នកជំនាញបាទអញ្ចឹងហើយបានថាយើងបើសិនជាអត់ជាប់ប្រច្រាស់អត់មានរឿងបុកទេមែនទេទោះបីជាគាត់រេគាត់ក៏ប៉ុន្តែអត់មានបុកទេមិននិយាយកាន់ជើងឡានទេខ្ញុំគ្មានឡានជិះទេក៏ប៉ុន្តែយើងនិយាយឲ្យបងប្អូនដទៃទៀតលោកបានដឹងថាយើងកុំចតប្រច្រាស់យើងកុំបើកប្រច្រាស់ណាកាលណាយើងបើកប្រច្រាស់យើងចតប្រច្រាស់ទិសដៅចរាចរណ៍ក៏យើងមានចំណែកខុសមួយផ្នែកណាដែរបើសិនជារថយន្តឡាននោះនៅគេមានហេតុមានផលត្រឹមត្រូវថាគេរាយចកោតបែបណាគេមើលមិនឃើញដោយប្រការណាមួយដោយសារតែឡាស៊ែបាញ់ពីមុខមកធ្វើឲ្យគេស្វាងភ្នែកអាហ្នឹងគេអាចនឹងរួចខ្លួនណានៅពេលខ្លះយើងយល់សងគេវិញទៅទៀតពីព្រោះយើងខុសចតប្រច្រាស់ទិសដៅគេឈប់កន្លែងគេប្រច្រាស់ហ្នឹងហើយលោកសុខាអ្នកខ្លះពេលដែលគាត់ជីបច្រាអញ្ចឹងជួនកាលគាត់តល់គាត់អត់ចង់ជីបច្រាទេតែគាត់តល់ខ្លាំងពេកប៉ុន្តែគាត់បើកលឿនណាបច្រាហើយគាត់លឿនទៀតអញ្ចឹងហើយនេះពួកខ្ញុំធ្លាប់ជួបពេលជីទៅផ្ទះតាមផ្លូវមនីវងគាត់ជីបច្រាហើយប៉ុន្តែគាត់ជីលឿនពេកអញ្ចឹងចាគាត់បញ្ញាប់អញ្ចឹងសូមថាបើសិនជាបងប្អូនថាជីមិនបានទេត្រូវតែជីបច្រាគួរតែយឺតទៅស្នុកឲ្យអ្នកដែលគេធ្វើដំណើរលើផ្លូវអត្ថភាពទិសដៅស្របគេអាចបង្ការបានដែរចាហ្នឹងម្យ៉ាងដែរប៉ុន្តែគ្នាគឺគ្នាគិតចេះម្យ៉ាងមកគ្នាថាខ្ញុំខុសហើយជីបច្រាស់ហ្នឹងប៉ុន្តែដើម្បីឲ្យវាឆាប់ផុតអាបច្រាស់ហ្នឹងទៅជិះឲ្យលឿនខ្លាចមានគ្រោះថ្នាក់កើតឡើងយើងជិះយឺតគាត់គិតជិះវិញនេះមួយយ៉ាងម្នាក់ដែរចឹងបានយល់គ្នាចឹងបានពេលខ្លះខ្ញុំកន្លែងខ្លះផ្លូវបច្រាស់ចឹងទៅនគរបាលនៅពីមុខចឹងយើងកុំជិះកាលណាជិះទៅមុខគឺថានគរបាលដឹងចាប់យើងហើយយើងឈប់ព្រោះយើងជិះបច្រាស់យើងបដើម៉ូតូធ្វើដូចអស់សាំងមកខូចម៉ូតូចាដល់ពេលនគរបាលគាត់ឆ្លាតដែរគាត់សុំមើលសាំងអញ្ចឹងហួសហេតុពេកទេបាទឥឡូវអរគុណឥឡូវដាក់មួយរឿងទៀតមុនសម្រាប់ណាចាតែរឿងនេះដូចជាវែកដែរចាឥឡូវយើងដាក់មួយរឿងទៀតហ្មងចាមួយករណីទៀតគឺតកតងជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដែលកើតបន្តគ្នានៅកន្លែងតែមួយអកសើរថយន្តបត់ត្រឡប់ក្រោយធ្វើឲ្យម៉ូតូមួយគ្រឿងបើកលឿនពេករេចង្កូតទៅបុកមួយគ្រឿងទៀតបណ្ដាលឲ្យដួលរងរបួសធ្ងន់និងស្រា5នាក់ដោះស្រាយមិនទាន់ចប់ផងស្រាប់តែអ្នកបើកម៉ូតូមួយគ្រឿងរវល់តែងាកមើលបានជិះម៉ូតូទៅបុកពីក្រោយរ៉ឺម៉កម៉ូតូដែលគ្រោះថ្នាក់ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 6:30 នាទីព្រលប់ថ្ងៃទី21ខែឧសភាតាមផ្លូវលេខ271មុខមីក្រូហិរញ្ញវត្ថុប្រសាក់សង្កាត់ទួលទំពង់ទី2ខណ្ឌចំការមុនសាក់សីឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកាមេរីបាឡែនពណ៌ទឹកប្រាក់បើកបោពីជើងទៅត្បូងហើយបានបត់ត្រឡប់ក្រោយធ្វើឲ្យម៉ូតូម៉ាកគប់ជ្រុង C50 ពណ៌ទឹកប៊ិចជិះគ្នា3នាក់បើកមកពីក្រោយក្នុងល្បឿនលឿនហើយបានវ៉ារថយន្តមួយគ្រឿងទៀតមិនចាំម៉ាកអកសើរថយន្តកំពុងបត់ចាគឺរថយន្តនឹងគាត់កំពុងបត់បានរេចង្កូតទៅខាងឆ្វេងទៅបុកម៉ូតូ Honda Dream ពណ៌ខ្មៅជិះគ្នា2នាក់ច្រាស់ទៅគ្នាពីត្បូងទៅជើងដោយបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់2នាក់ជាអ្នកបើកម៉ូតូនិងរបួសស្រាល3នាក់ទៀតក្រោយពេលកាត់ហេតុអ្នករងរបួសរងចាំរថយន្តសង្គ្រោះយូពេក៏បានជួលរ៉ឺម៉កម៉ូតូមួយគ្រឿងដឹកអ្នករងរបួសធ្ងន់ទាំង2នាក់យកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតចំណែកភាគីទាំងសងខាងបានចរចាដោយមុនដំបូងខាងភាគីបង្កយកព្រមសងសំណង$250ខាងម៉ូតូយល់ព្រមហើយតែពេលសាច់ញាតិមកដល់មិនព្រមយកទេរីឯម៉ូតូក៏រកលុយអត់បានគ្រប់ដែរដូច្នេះទុកឲ្យភាគីយកទៅដោះស្រាយនៅអធិការដ្ឋានខណ្ឌចំការមុនខណៈដែលភាគីទាំងពីរចរចាគ្នាមិនទាន់ចប់ផងស្រាប់តែមានបរិសម្នាក់វ័យ30ឆ្នាំជិះម៉ូតូ Honda Dream ពណ៌ខ្មៅទិសដៅពីត្បូងទៅជើងរវល់តែងាកមើលមនុស្សជុំគ្នាគឺមិនបានមើលទៅមុខទេបានបើកម៉ូតូនឹងទៅបុកពីក្រោយរ៉ឺម៉កម៉ូតូពេញទំហឹងបណ្ដាលឲ្យរ៉ឺម៉កម៉ូតូស្រុញតួតែសំណាងល្អអ្នកបង្កគ្រាន់តែរលត់ដៃជើងតិចតួចនិងបែកកាតាប៊ូម៉ូតូខាងមុខបន្តិចបន្ទាប់មកភាគីរងគ្រោះសុំសង$30ខាងរ៉ឺម៉កម៉ូតូមិនព្រមទី$60បញ្ចប់រឿងចំណែកករណីម៉ូតូបុកគ្នារងរបួសធ្ងន់និងស្រា5នាក់ពេលទៅដល់អធិការដ្ឋានខណ្ឌចំការមុនបានដោះស្រាយគ្នាចប់ហើយចា៎បាទឥឡូវនេះមុនសម្រាប់ជូនសារមួយពីពោធិ៍សែនជ័យមានប្រជាជនម្នាក់ហ្នឹងគាត់ប្រាប់តាម Facebook ទេគាត់ថានៅក្នុងភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានការសាងសង់ស្ថានីយ៍ប្រេងមួយដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈមានន័យថាពេលខ្លះហួសដល់ផ្លូវសាធារណៈដីសាធារណៈហើយជាពិសេសផ្លូវសម្រាប់ធ្វើចរាចរណ៍ចា៎អញ្ចឹងហើយលោកមេភូមិលោកសង្កាត់អីដូចជាមិនមានដំណោះស្រាយទោះបីជាប្រជាប្រដ្ឋនាំគ្នា
ប្តឹងឬក៏តវ៉ាតាមរូបភាពសន្តិវិធីយ៉ាងណាក៏ដោយបាទអញ្ចឹងអត់មានដំណោះស្រាយអីទេរហូតមកដល់ពេលហ្នឹងតែអាហ្នឹងគឺខ្ញុំធ្លាប់ផ្សាយម្ដងដែរប្រជាពលរដ្ឋនាំគ្នាទៅម្ដុំហ្នឹងឲ្យទៅថតផ្សាយបាទហើយក៏ស្ងាត់បាត់ឈឹងសូនទៅមិនដឹងយ៉ាងម៉េចយ៉ាងម៉ាឥឡូវនេះគាត់មកទៀតគាត់ថាអត់មានដំណោះស្រាយអីផងដែលនៅតែដែលនោះបាទអញ្ចឹងជូនទៅអាជ្ញាធរខណ្ឌភូមិសែនជ័យពិនិត្យមើលពីបញ្ហានេះទៅតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋបាទមិញនេះដាក់មកតាមឆាត Facebook ទៅផ្សាយឲ្យគាត់អរគុណឥឡូវពេលនេះយើងខ្ញុំសូមអនុញ្ញាតសម្រាប់មកផ្លែសិនបន្តិចទៀតយើងខ្ញុំនឹងផ្ដល់ជូននៅព័ត៌មានសំខាន់ជាច្រើនទៀតបាទ